Pancake ឆ្នាំមកកត់ Miss Grand Cambodia 2025ភ្លាមមានរឿងចម្រូងចម្រាសថាជាប់ព្រោះខ្សែធំស្របពេលដែលបវរកញ្ញាភេទទី3 Pancake ឆ្នាំមកកត់ Miss Grand Cambodia 2025កាលពីរាត្រីថ្ងៃទី22ខែឧសភាឆ្នាំ2025នេះស្រាប់តែមានការវែកញែកនិងមានរឿងចម្រូងចម្រាសជាច្រើនថា Pancake ជាប់ព្រោះខ្សែPancake គឺជាតារាកំប្លែងភេទទី3ពោពេញទៅដោយសមត្ថភាពបើទោះបីជានាងមានទម្ងន់ធ្ងន់ប៉ុន្តែកេរ្តិ៍ឈ្មោះក្នុងសិល្បៈរបស់នាងគឺល្បីខ្ទោខ្ទាយទាំងក្នុងនិងក្រៅប្រទេសរហូតនាងសម្រេចចិត្តដាក់ពាក្យចូលប្រកួត Miss Grand Cambodia 2025ជាលើកដំបូងជាលទ្ធផលគឺ Pancake បានឈ្នះមកុដ Miss Grand Cambodia 2025តាមបំណងប្រាថ្នារបស់ខ្លួនជាមួយនឹងជ័យលាភីនេះ Pancake រំភើបឡើងស្រក់ទឹកភ្នែកដោយមិននឹកស្មានថាខ្លួនអាចក្រុងមកុដនេះបានឡើយទន្ទឹមនឹងការក្រុងមកុដ Miss Grand Cambodia 2025ស្រាប់តែមានរឿងចម្រូងចម្រាសនិងផ្ទុះការវែកញែកយ៉ាងច្រើនពីមហាជនថា Pancake ឈ្នះមកុដនេះគឺមានខ្សែជាពិសេសគឺគង់ច័ន្ទស្រីមុំតែម្ដងដោយសារគង់ច័ន្ទស្រីមុំគឺជាអ្នក sponsor ធំនិងជាអ្នកស្និទ្ធស្នាលជាមួយ Pancake បំផុតទោះបីជាយ៉ាងនេះក្តី Pancake បានបញ្ជាក់ថានាងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទទួលបានមកុដនេះពីគណៈកម្មការក៏ដូចជាអ្នកគាំទ្រមិនមែនជាប់ដោយសារខ្សែទេក្រោយពីឈ្នះមកុដ Miss Grand Cambodia 2025 Pancake បដិញ្ញាចិត្តប្រើសម្លេងរបស់ខ្លួនឲ្យមានប្រយោជន៍ដល់សង្គមនាងរំពឹងថាប្រជាជនទាំងអស់នឹងផ្ដល់តម្លៃដល់ភេទទី3ដោយគ្មានការរើសអើង